នៅសតវត្សទី18ឆ្លៀតឱកាសដែលប្រទេសខ្មែរចុះខ្សោយយ៉ាងខ្លាំងនិងទទួលការជ្រៀតជ្រែកពីកងទ័ពនៃប្រទេសជិតខាងនោះមានមន្ត្រីខ្មែរម្នាក់ឈ្មោះពុនញាបែនដែលជាចៅហ្វាយខេត្តបាត់ដំបងនិងខេត្តសៀមរាបបានក្បត់មិនស្ដាប់ឌីឆ្កាក្រុងឧដុង្គគេលើកសួយទៅថ្វាយស្រេចសៀមពេលសពព្រះតីគេក៏លើកពុនញាបែននិងកូនចៅគាត់បន្តជាស្ដេចក្រាញ់ដែលអ្នកស្រុកហៅថាលោកម្ចាស់ដោយហេតុនោះហើយទើបខេត្តបាត់ដំបងនិងខេត្តសៀមរាបបានធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃនគរសៀមម្ដងហើយម្ដងទៀតប៉ុន្តែនៅទីបំផុតប្រទេសខ្មែរយើងបានយកខេត្តទាំងពីរនេះមកគ្រប់គ្រងវិញនៅឆ្នាំ1947បាត់ដំបងជាខេត្តមួយដែលផលិតស្រូវហើយទិន្នផលស្រូវអាចចិញ្ចឹមប្រជាជនខ្មែរយើងបានមួយប្រទេសដែរជាក់ស្រួលអត់ហើយនេះយើងទៅចាក់មកដើមឈើទំហំណាជាក់ណានេះនិយាយចឹងយើងដល់បាត់ដំបងហើយណាហើយក្រោយនេះឈើចំសាលាខេត្តធំណាសាលាខេត្តបាត់ដំបងនិយាយចឹងគិតទៅណាទៀតលើដល់យកដល់ទៅលេងទៀតហីដល់ចេះជើងទៅហើយគិតតែជិះកង់3វិញហីកង់3វិញកង់3យ៉ាងហើយស្បាយណាទៀតតោះភាពរីករាយរបស់អ្នកទាំង4គឺការគយគន់ទេសភាពនិងការជួបជាមួយបងប្អូននៅទីនេះខេត្តបាត់ដំបងមានចម្ងាយផ្លូវគោកត្រឹមតែ291គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញចំពោះអ្នកដែលមានដើមកំណើតនៅក្នុងខេត្តនេះពេលដែលបានឮគេនិយាយឬបន្លឺតាមរយៈបទចម្រៀងចេញពីខេត្តរបស់ខ្លួននោះតែងតែរំភើបទោះថាខេត្តបាត់ដំបងជាខេត្តដែលអ្នកនិពន្ធបានចងក្រងនៅមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅណាស់Aku apa? Ini apa itu? Mau con nhầm này bay mui mà mui mà đà nè đi nè đâyคือผมบอกbắt nhanh như thế đi ngon ngon quá bây giờ nhanh vậy luôn cầm được với nhầm tinh nào hả được tinh nữa bay rồi ta rồi mà anh cứ đấy vậy ông ơi nhắm bình xin nè ôi mày cái bài ớt bài khổ nó tắt clear không biết chẹo không cái câu xa nó cứ nhắm nhắm ấy tụi bây giờ này thì kìa tụi bây giờ vui phải hay quay tiền quay tiền đó chứ mau pin quay một con hay nhắm này một tiền mà bán nó nhắm con tình miền Pom tình như này nhắm mấy người nhắm này thì rồi máy ta tan nhắm hay nhắm chanh chua hay ngoặt cháo con chấm ấy ôi sống tôi nhắm mỗi nó là chanh kia này nhắm chanh mà nói cho bây giờ một bài con năm máy nó sẽ nhắm máy sao là lớn mấy cái canh là bằng ngon lắm vậy hả? Yo, okay.